តោះសួស្តីអ្នកទាំងគ្នាជួបគ្នាសាជាថ្មីថ្ងៃនេះខ្ញុំនឹងបង្ហាញពីវិធីសាស្ត្រនៅក្នុងការបង្កើត app clone នៅក្នុងទូរស័ព្ទដៃនៅពេលដែលយើងបង្កើត app clone នៅក្នុងទូរស័ព្ទដៃគឺវាងាយស្រួលមិនចាំបាច់ទៅ log out នៅក្នុង Facebook ដើមរបស់យើងអញ្ចឹងតោះទៅមើលវិធីធ្វើរបស់គ្នាជាដំបូងអ្នកទាំងគ្នាចូលនៅក្នុង setting បន្ទាប់មកចុចកន្លែងពី app រួចអូសចុះមកក្រោមអ្នកទាំងគ្នានឹងឃើញពាក្យថា app clone ចុចលើវាមកកន្លែងនេះគឺមិនមែនត្រឹមតែ Facebook ទេសូម្បីតែ Instagram Messenger Telegram ឬក៏ WhatsApp ក៏អាចបង្កើត clone បានដែរអញ្ចឹងបើសិនជាបងប្អូនចង់បង្កើត app ណាមួយបងប្អូនគ្រាន់តែចុចទៅលើ app ហ្នឹងទៅវានឹងចេញaccount app clone មួយទៀតឥឡូវខ្ញុំសូមចុចទៅលើ Facebook កន្លែងនេះនៅពេលដែលបងប្អូនបើកមកគឺវាបិទទេអញ្ចឹងយើងត្រូវបើកមកបន្ទាប់មកយើងវាយឈ្មោះទៅលើ app clone របស់យើងអញ្ចឹងកន្លែងហ្នឹងបើសិនជាបងប្អូនចង់ដាក់ឈ្មោះ admin បរទេសឬក៏ដាក់ឈ្មោះហើយក៏បានដែរបងប្អូនអញ្ចឹងខ្ញុំដាក់ admin ចុះវាមកចុច save មករួចជាការស្រេចអញ្ចឹងមកចង់ដឹងតោះខ្ញុំទៅមើលតោះនេះ Facebook app clone មួយទៀតអញ្ចឹងចុចលើវាមកនេះវាចេញតម្រង់ដូច Facebook ដើមរបស់យើងអញ្ចឹងយើងធ្វើតាមវាទៅវាឲ្យយើងវាយ email ឬក៏លេខទូរស័ព្ទឬក៏ password ចូលទៅរួច log in ទៅវានឹងចេញ account Facebook ដែលបងប្អូនប្រើប្រាស់សប្តាហ៍ថ្ងៃអញ្ចឹងវាងាយស្រួលទេសម្រាប់វិធីនេះហើយណាមួយវាសមត្ថភាពផងយើងអត់ទៅលេងទៅលើ Facebook ដើមរបស់យើងណាចឹងបងប្អូនវីដេអូចែករបស់ខ្ញុំមានតែប៉ុណ្្នឹងហើយសង្ឃឹមថាបងប្អូនជួយ subscribe channel របស់ខ្ញុំដើម្បីបានវីដេអូថ្មីបន្តទៀតបាទអរគុណច្រើន